នេះគឺជាហេតុការណ៍បាញ់ប្រហារគ្នារវាងក្រុមប៉ូលីសជាមួយនឹងអ ுக ្រិតជនពីររូបដែលបានប្លន់លុយចេញពីធនាគារមួយនៃទីក្រុង North Hollywood នៅក្នុងឆ្នាំ1997 ក្រុមចោរប្រដាប់នៅអាវុធកែច្នៃខុសច្បាប់និងធ្វើការបាញ់រះជាច្រើនគ្រាប់សម្ដៅទៅកាន់ក្រុមប៉ូលីសដែលមានវត្តមាននៅក្នុងតំបន់នោះរយៈពេលត្រឹមតែ44នាទីប៉ុណ្ណោះចេញពីការបាញ់រះខាងលើធ្វើឲ្យប៉ូលីសនិងជនស៊ីវិលមួយចំនួនទទួលរងនឹងការគំរាមកំហែងដល់អាយុជីវិតយ៉ាងខ្លាំងនិងធ្វើឲ្យសហរដ្ឋអាមេរិកបានផ្លាស់ប្ដូរគោលនយោបាយថ្មីមួយស្ដីអំពីសិទ្ធិប្រើប្រាស់កាំភ្លើងរបស់ក្រុមមន្ត្រីប៉ូលីសចាប់តាំងពីមានហេតុការណ៍ The North Hollywood Shootoutបរិសុទ្ធម្នាក់នេះមានឈ្មោះថា Larry Eugene Philip Jr. កើតនៅថ្ងៃទី20ខែកញ្ញានៅក្នុងឆ្នាំ1970ជាជនជាតិសហរដ្ឋអាមេរិកនៅក្នុងដំណើរនៃជីវិតវ័យជំទង់របស់គាត់ Philip ធ្លាប់បានធ្វើនៅទង្វើខុសច្បាប់មួយចំនួនរួមទាំងការបោកប្រាស់ទៅលើអចលនទ្រព្យនិងការលួចរបស់គេជាច្រើនដងរហូតដល់ថ្ងៃមួយគាត់ត្រូវបានប៉ូលីសចាប់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំ1989ចំណែកឯលោក Disable Stephen Emilianកើតនៅថ្ងៃទី19ខែកក្កដាក្នុងឆ្នាំ1966ជាជនជាតិរ៉ូម៉ានីនិងត្រូវបានផ្លាស់ប្ដូរមករស់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ1974នៅក្នុងជីវិតវ័យសិក្សារបស់គេធ្លាប់ត្រូវបានមិត្តរួមថ្នាក់សើចចំអកពីរបៀបនៃការនិយាយស្ដីនិងរូបរាងដ៏ធាត់របស់គាត់អ៊ីមីលមានជំនាញជាវិស្វករអគ្គិសនីមួយរូបដែលធ្លាប់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ DeVry និងធ្លាប់បានបើកអាជីវកម្មជួសជុលគ្រឿងអេឡិចត្រូនិកប៉ុន្តែអាជីវកម្មរបស់គាត់មិនទទួលបានជោគជ័យនោះទេរហូតមកដល់ឆ្នាំ1989 Philip និង Emil បានស្គាល់គ្នាជាលើកដំបូងនៅក្នុងក្លឹបហាត់ប្រាណមួយកន្លែងដែលមានឈ្មោះថា Gold Gym នៅក្នុងទីក្រុង Venice ក្រោយពីពួកគេទាំងពីរបានស្គាល់គ្នាជាច្រើនខែកន្លងមក Philip និង Emil តែងតែចែករំលែកនៅរឿងរ៉ាវដែលធ្លាប់បានកើតឡើងក្នុងដំណើរជីវិតរបស់ពួកគេគំនិតនិងទស្សនៈផ្សេងៗហើយថែមទាំងមានចំណូលចិត្តទៅលើការប្រើប្រាស់អាវុធថែមទៀតផងច្រើនឆ្នាំបានកន្លងផុតទៅរហូតដល់ថ្ងៃមួយនៃខែតុលាក្នុងឆ្នាំ1993 Philip និង Emil កំពុងតែបើករថយន្ត Ford មួយគ្រឿងចាក់ចេញពីកន្លែងចាក់សាំងមួយក្នុងល្បឿនយ៉ាងលឿនបណ្ដាលឲ្យលោក Ingram ដែលជាមន្ត្រីល្បាតក្នុងតំបន់នោះបានឃើញហើយមានការសង្ស័យក៏បានដេញឃាត់រថយន្តរបស់ពួកគេប៉ូលីសបានសាកសួរអំពីព័ត៌មានមួយចំនួននិងបានសួររកម្ចាស់កម្មសិទ្ធិនៃរថយន្ត Emil បានឆ្លើយខកទៅកាន់ប៉ូលីសដោយនិយាយថារថយន្តនេះគឺជាកម្មសិទ្ធិរបស់ម្ដាយ Philipក្រោយពេលទទួលបានចម្លើយប៉ូលីសក៏នៅមានមន្ទិលសង្ស័យនិងបញ្ជាឲ្យ Philip ចាក់ចេញពីរថយន្តដើម្បីធ្វើការឆែកឆេរជាលទ្ធផលប៉ូលីសបានរកឃើញកាំភ្លើងខ្លីមួយដើមជាប់នឹងចង្កេះខោរបស់គេតែម្ដងនិងបន្តរកឃើញកាំភ្លើងជាច្រើនដើមរួមទាំងឧបករណ៍ខុសច្បាប់មួយចំនួនផ្សេងៗថែមទៀតផង Philip និង Emil ត្រូវបានប៉ូលីសចោទប្រកាន់ពីបទរក្សាទុកនៅអាវុធខុសច្បាប់និងផ្សំគំនិតដើម្បីប្រព្រឹត្តនៅអំពើប្លន់ហើយត្រូវបានកំណត់ឲ្យជាប់ទោសក្នុងរយៈពេល100ថ្ងៃបន្ទាប់ពីពួកគេត្រូវបានដោះលែងទ្រព្យសម្បត្តិដែលរឹបអូសបានភាគច្រើនគឺត្រូវបានប្រគល់ជូនទៅពួកគេវិញលើកលែងតែអាវុធនិងគ្រឿងផ្ទុះតែប៉ុណ្ណោះនៅថ្ងៃទី14ខែមិថុនាឆ្នាំ1995ពួកគេទាំងពីរនាក់ចាប់ផ្ដើមធ្វើនៅសកម្មភាពប្លន់លើកទី1និងទទួលបានទឹកប្រាក់ចំនួន$122,500ដោយការបាញ់រះទៅលើរថយន្តដឹកលុយរបស់ធនាគារ Spring ដែលស្ថិតនៅក្នុងតំបន់ Winnetka បណ្ដាលឲ្យឆ្មាំងម្នាក់ដែលមានឈ្មោះថា Herman Cook មានវ័យ51ឆ្នាំត្រូវបានស្លាប់និងម្នាក់ទៀតត្រូវបានរងរបួសធ្ងន់កន្លងផុតមួយឆ្នាំក្រោយនៅថ្ងៃទី27ខែមិនិនាក្នុងឆ្នាំ1996 Philip និង Emil បានចេញប្លន់ជាលើកទី2ប៉ុន្តែគម្រោងការរបស់ពួកគេមិនបានទទួលភាពជោគជ័យនោះទេថែមទាំងដុតរថយន្តដែលគេធ្វើសកម្មភាពដើម្បីបំផ្លាញនូវភស្តុតាងថែមទៀតផងក្រោយពីផែនការទី2របស់គេទទួលរងបរាជ័យពួកគេទាំងពីរបានផ្លាស់ប្ដូរនូវផែនការថ្មីដោយចូលទៅប្លន់ក្នុងធនាគារផ្ទាល់តែម្ដងប៉ុន្មានខែក្រោយមកនៅថ្ងៃទី2ខែឧសភាឆ្នាំ1996ពួកគេទាំងពីរបានចេញប្លន់រួមគ្នាជាលើកទី3នៅក្នុងធនាគារ Bank of America នៃទីក្រុង Los Angeles ពួកគេបានប្រើប្រាស់នៅកាំភ្លើង AK-47 ឬហៅម្យ៉ាងទៀតថា Norinco ធ្វើការបាញ់គំរាមនិងចម្រិតទារប្រាក់ពីបុគ្គលិកនៅក្នុងធនាគារបានរហូតដល់$75,500និងបន្តចេញប្លន់ជាថ្មីម្ដងទៀតនៅថ្ងៃទី31ខែឧសភាឆ្នាំ1996នៃសាខាមួយផ្សេងទៀតរបស់ធនាគារ Bank of America ដែលស្ថិតនៅក្នុងតំបន់ Winnetka និងទទួលបានប្រាក់ចំនួន$74,4,200នៅក្នុងបទល្មើសទាំង4ករណីដែលពួកគេបានធ្វើខាងលើបើយើងសរុបទឹកប្រាក់ដែលពួកគេទទួលបាននោះគឺមានចំនួនរហូតដល់$1.5 លានឯណោះ
ចូលមកកាន់ការប្លន់ជាលើកទី5របស់ពួកគេវិញម្ដងនៅព្រឹកថ្ងៃទី28ខែកុម្ភៈឆ្នាំ1997នៅក្នុងរដ្ឋ North Hollywood Philip និង Emil បានរៀបចំគម្រោងការប្លន់ទ្រង់ទ្រាយធំមួយទៅលើធនាគារ Bank of America ដែលមានទីតាំងស្ថិតនៅលើដងវិថី Laurel Canyon Boulevard ពួកគេបានត្រៀមប្រើប្រាស់នៅកាំភ្លើងប្រភេទផ្សេងៗគ្នាដូចជា Beretta 92 FS Norinco Types 56S Bushmaster XM15 និង AK 91នឹងភ្ជាប់មកជាមួយអាវក្រោះការពារខ្លួនរួមទាំងបន្ថែមនៅបន្ទះដែកមួយចំនួនសម្រាប់ការពារចំណុចសំខាន់នៅលើរាងកាយនិងមានអាវកាក់ពីខាងក្រៅដើម្បីអាចដាក់បន្ថែមនៅបង់កាំភ្លើងនិងសម្ភារៈប្រយុទ្ធមួយចំនួនថែមទៀតនៅម៉ោង 9:16 នាទីព្រឹក Philip និង Emil បានបើករថយន្ត Mack Chevrolet ពណ៌សមួយគ្រឿងមកដល់ចំណតរថយន្តនៃធនាគារ Bank of Americaមុនពួកគេទាំងពីរចាប់ផ្ដើមធ្វើសកម្មភាពពួកគេបានប្រើប្រាស់នៅប្រភេទថ្នាំ Phenobarbital គឺជាប្រភេទថ្នាំម្យ៉ាងដែលធ្វើឲ្យសរសៃប្រសាទនិងអារម្មណ៍របស់មនុស្សមានសភាពស្ងប់ពួកគេបានកំណត់យករយៈពេលប្លន់ត្រឹមតែ8នាទីប៉ុណ្ណោះដែលដូចគ្នាទៅនឹងរយៈពេលដែលពួកគេធ្លាប់បានធ្វើសកម្មភាពកន្លងមកក្នុងពេលដែលពួកគេទាំងពីរបានចាក់ចេញពីរថយន្តដើរសម្ដៅចូលទៅកាន់ធនាគារលោក Roland Farrell និងលោក Martin Perello ជាមន្ត្រីប៉ូលីសល្បាតក្នុងតំបន់នោះបានប្រទះឃើញក្រុមចោរទាំងពីរនាក់នេះដោយចៃដន្យប៉ូលីសបានធ្វើការសុំជំនួយភ្លាមៗបន្ទាប់ពីបានឃើញជនសង្ស័យទាំងពីរប្រដាប់ដោយកាំភ្លើងពេញដៃPossible 211 in progress at the Bank of America. Bank of America. Located in north of Kittredge. We have shots fired. ក្រុមចោរបានដើរសម្ដៅចូលទៅខាងក្នុងជាមួយនឹងកាំភ្លើង Norinco ធ្វើការបាញ់រះជាច្រើនគ្រាប់ដើម្បីគំរាមមនុស្សទាំងអស់ដែលស្ថិតនៅក្នុងធនាគារចំណែក Emil បានបាញ់បំបែកសោតពីបន្ទប់សុវត្ថិភាពរបស់បុគ្គលិកដើម្បីបន្តដើរចូលទៅចាប់ខ្លួនអ្នកគ្រប់គ្រងម្នាក់ដែលមានឈ្មោះថា John Villagrana ហើយបង្ខំឲ្យគេបើកសោទូដែកនិងប្រមូលប្រាក់ទាំងអស់ដែលមានដាក់ចូលទៅក្នុងកាបូបខ្មៅមួយទឹកប្រាក់ដែលគេប្រមូលបាននៅក្នុងទូដែកនោះគឺមានត្រឹមតែជាង$30,000ប៉ុណ្ណោះខុសពីបំណងដែលពួកគេចង់បានដែលមានចំនួនរហូតទៅដល់$75,000ឯណោះនៅខាងក្រៅធនាគារបន្ទាប់ពីទទួលបានការសុំជំនួយក្រុមប៉ូលីសជាច្រើនអ្នកបានមកដល់ទីតាំងរបស់ជនសង្ស័យធ្វើសកម្មភាពខាងលើក្រុមប៉ូលីសមួយចំនួនបានព្យាយាមជម្លៀសប្រជាជនទៅរកកន្លែងមានសុវត្ថិភាពនិងមួយចំនួនទៀតបានត្រៀមលក្ខណៈទៅតាមចំណុចសំខាន់រៀងៗខ្លួននៅម៉ោង 9:24 នាទីព្រឹក Philip បានដើរចេញមកខាងក្រៅហើយក៏មានការភ្ញាក់ផ្អើលក្រោយពីបានឃើញវត្តមានរបស់ក្រុមប៉ូលីសជាច្រើនឈុតឆាកប្រយុទ្ធគ្នារវាងក្រុមចៅនិងក្រុមប៉ូលីសក៏បានចាប់ផ្ដើមឡើងស្នូរកាំភ្លើងបានបន្លឺឡើងបង្កទៅជាការភ្ញាក់ផ្អើលមួយទៅដល់មនុស្សគ្រប់គ្នានៅជុំវិញតំបន់នោះប៉ុន្មាននាទីក្រោយបន្ទាប់ពីការផ្ទុះអាវុធប៉ូលីសនិងជនស៊ីវិលមួយចំនួនត្រូវបានរត់របួសយ៉ាងធ្ងន់ធ្ងររួមទាំងឡានរបស់ពួកគេក៏ត្រូវបានភ្លុះធ្លាយជាច្រើនកន្លែងដោយសារតែគ្រាប់កាំភ្លើងសូម្បីតែឧទ្ធម្ភាគចក្ររបស់ក្រុមប៉ូលីសនិងក្រុមសារព័ត៌មានដែលកំពុងព្យាយាមហោះស្រង់យករូបភាពក៏ត្រូវបានទទួលរងនឹងការបាញ់ប្រហារពីក្រុមចោរប្រដាប់អាវុធនោះដែរបើយើងពិនិត្យមើលទៅលើការប្រើប្រាស់កាំភ្លើងរបស់ប៉ូលីសនៅក្នុងកលៈទេសៈនោះគឺពិបាកនឹងទប់ទល់ជាមួយនឹងជនសង្ស័យខ្លាំងមែនទែននៅម៉ោង 9:30 នាទីព្រឹក Emil ក៏បានដើរចេញមកខាងក្រៅជាមួយនឹងកាបូបលុយដែលគេប្លន់បានហើយព្យាយាមអូសថង់លុយដើរសម្ដៅទៅកាន់រថយន្តរបស់ពួកគេនិងថែមទាំងបានបាញ់រះជាបន្តបន្ទាប់សម្ដៅទៅលើក្រុមប៉ូលីសថែមទៀតផងដោយពិបាកទប់ទល់នឹងក្រុមចោរដែលប្រដាប់អាវុធធ្ងន់ៗបែបនេះក្រុមមន្ត្រីប៉ូលីសបានស្នើសុំជំនួយបន្ថែមពីក្រុមប្រតិបត្តិការពិសេសដែលមានឈ្មោះថា SWAT Team SWAT Team គឺមកពីពាក្យពេចន៍ថា Special Weapon and Tactics គឺជាក្រុមប៉ូលីសដែលមានជំនាញពិសេសខ្ពស់សម្រាប់ចុះបង្ក្រាបក្នុងករណីដែលមានហានិភ័យខ្ពស់ដោយភ្ជាប់មកជាមួយនឹងអាវុធដែលមានសមត្ថភាពខ្លាំងសម្ភារៈការពារខ្លួនរួមទាំងរថយន្តដែលអាចទប់ទល់ទៅនឹងគ្រាប់កាំភ្លើងជាដើមប្រយុទ្ធគ្នាបានមួយសន្ទុះក្រោយមក Philip ត្រូវបានប៉ូលីសបាញ់ចំបណ្ដាលឲ្យរងរបួសហើយ Emil បានចាប់ផ្ដើមបើករថយន្តយឺតៗចាក់ចេញពីបរិវេណនោះដោយឲ្យ Philip ជាអ្នកបាញ់ការពារទាំងដែលខ្លួនកំពុងមានរបួសក្រោយពេលចាក់ចេញផុតពីចំណតរថយន្តបានបន្តិចក្រោយមករឿងចៃដន្យមួយបានកើតឡើងគឺដោយសារតែកាំភ្លើងរបស់ Philip ជួបនៅបញ្ហាគាំងសោមិនអាចបញ្ចូលគ្រាប់បាននិងបង្ខំឲ្យគេបានរត់ទៅពួននៅខាងក្រោយឡានដឹកទំនិញមួយគ្រឿង Emil ដែលកំពុងបើករថយន្តយឺតៗអមគ្នាជាមួយនឹង Philip ឯនោះវិញត្រូវបានប៉ូលីសម្នាក់តាមបាញ់បណ្ដាលឲ្យគេត្រូវរបួសហើយនេះគឺជាពេលវេលាដែលក្រុមចោរទាំងពីរនាក់ត្រូវបានបែងចែកផ្លូវគ្នាដោយទុកឲ្យ Philip ត្រូវប្រឈមមុខនឹងគ្រាប់កាំភ្លើងរបស់ប៉ូលីសមកពីគ្រប់ទិសទី Philip ពេលនេះគឺនៅសល់តែកាំភ្លើងខ្លីមួយដើមតែប៉ុណ្ណោះដោយយើងទាំងអស់គ្នាអាចមើលឃើញបានតាមរយៈការថតរបស់ឧទ្ធម្ភាគចក្រ
ហើយមើលទៅគេគ្មានសង្ឃឹមអាចបន្តប្រយុទ្ធបានទៀតទេព្រោះគេបានសម្រេចចិត្តបាញ់បញ្ចប់ជីវិតខ្លួនឯងនៅនឹងកន្លែងកើតហេតុដោយកំភ្លើងខ្លីម៉ាក់បេរតាចុះអ៊ីមីលតើគេអាចសង្ឃឹមបានប៉ុន្មានភាគរយនៅក្នុងការរត់គេចខ្លួនបន្ទាប់ពីបើកឡានចេញឆ្ងាយបានបន្តិចឡានរបស់អ៊ីមីលក៏លែងដំណើរការគេបានបន្តប្លន់ឡានរបស់អ្នកដំណើរនៅលើដងផ្លូវបានមួយគ្រឿងថែមទៀតក៏ប៉ុន្តែរថយន្តដែលគេប្លន់បាននោះគឺវាមិនដំណើរការនោះទេដោយសារតែជនរងគ្រោះបានផ្ដាច់នៅចរន្តភ្លើងមុនពេលដែលគេរត់គេចខ្លួនក្នុងពេលដែលអ៊ីមីកំពុងតែព្យាយាមបញ្ឆេះរថយន្តប៉ូលីសស្វាតធីមចំនួន3រូបបានបើករថយន្តល្បាតមួយគ្រឿងក្នុងល្បឿនយ៉ាងលឿនសម្ដៅទៅកាន់រថយន្តរបស់អ៊ីមីលហើយធ្វើការបាញ់រះយ៉ាងចាស់ដៃទៅលើរូបគេប៉ូលីសប្រតិបត្តិការពិសេសម្នាក់ដែលមានឈ្មោះថា Anderson ប្រើប្រាស់កាំភ្លើង M16A2 បានឆ្លៀតឱកាសក្រាបបាញ់សម្ដៅទៅលើជើងរបស់អ៊ីមីលបណ្ដាលឲ្យត្រូវរបួសជាច្រើនគ្រាប់ធ្វើឲ្យគេយល់ព្រមចុះចាញ់នៅពេលនោះតែម្ដងប៉ុន្មាននាទីក្រោយមួយទៀតអ៊ីមីលត្រូវបានគេរាយការណ៍មកថាត្រូវបានស្លាប់ដែលបណ្ដាលមកពីការហូរឈាមច្រើនជុំវិញហេតុការណ៍បាញ់ប្រហារគ្នានៅក្នុងតំបន់ North Hollywood ក្នុងឆ្នាំ1997បានបង្ហាញពីទំនួលខុសត្រូវដ៏ធំមួយរបស់ក្រុមប៉ូលីសដែលហ៊ានប្តូរជីវិតប្រឈមមុខនឹងគ្រាប់កាំភ្លើងជាច្រើនរបស់អក្រិតជនពីររូបដើម្បីប្តូរយកសុវត្ថិភាពមួយជូនទៅកាន់ប្រជាជនរបស់ខ្លួនបន្ទាប់ពីមានហេតុការណ៍ The North Hollywood Shootout កើតឡើងសហរដ្ឋអាមេរិកបានធ្វើការកែប្រែនៅច្បាប់ប្រើប្រាស់នៅអាវុធរបស់មន្ត្រីប៉ូលីសដែលផ្ដល់សិទ្ធិឲ្យពួកគេអាចប្រើប្រាស់នៅអាវុធពិសេសៗឬជាប្រភេទអាវុធដែលអាចបាញ់បានរយៈចម្ងាយឆ្ងាយនិងបន្ថែមឲ្យមានឧបករណ៍ការពារផ្សេងៗដើម្បីអាចទប់ស្កាត់ទៅនឹងហេតុការណ៍ធំៗមួយចំនួនបានអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការចំណាយពេលទស្សនាវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ